បាទសួស្តីទាំងអស់គ្នាបាទស្វាគមន៍មកកាន់សំណួរចម្លើយយើងបន្តទៀតណាអញ្ចឹងថ្ងៃហ្នឹងយើងនឹងបាទយើងនឹងបានយល់ច្បាស់ពីសំណួរដែលសិស្សគាត់សួរនៅក្នុងជំនាញគណនេយ្យណាក៏ដូចជាអ្នកធ្វើការអីក៏គាត់មិនដឹងថាគាត់ធ្វើការគាត់ចោទជាសំណួរមកអញ្ចឹងសំណួរបានមកដល់ហើយបាទអញ្ចឹងគាត់សួរថាបើយើងទទួលប្រាក់មុនបាទមុនពេលមិនទាន់ផ្ដល់សេវាកម្មអាចចាត់ទុកជាចំណូលភ្លាមបានដែរទេលោកគ្រូបាទអញ្ចឹងយើងយល់សំណួរនេះអ្នកទាំងអស់គ្នាអញ្ចឹងគាត់ចង់សួរថាបើយើងទទួលបានលុយពីគេតែមិនទាន់បានផ្ដល់សេវាកម្មបាទយើងទទួលលុយគេហើយមិនទាន់ផ្ដល់សេវាកម្មឲ្យគេតែយើងអាចហៅថាជាចំណូលបានទេភ្លាមហ្នឹងពេលដែលទទួលលុយក្នុងថ្ងៃហ្នឹងណាបាទតោះចឹងបើយើងបានស្ដាប់ចប់យើងនឹងបានយល់ទាំងអស់គ្នាណាទាំងម្ចាស់សំណួរបាទអញ្ចឹងជិលលោកគ្រូអត់បានមើលឈ្មោះម្ចាស់សំណួរព្រោះ account ដាក់ឈ្មោះស្មេងស្មាមមានត្រង់ជ្រូកមានស្អីខ្លះអញ្ចឹងយើងមកមើលទាំងអស់គ្នាមកលោកគ្រូចែកជា4 5ផ្នែកបាទអញ្ចឹងយើងមកមើលផ្នែកទី1បាទគេថាស្ថានភាពកើតឡើងយ៉ាងដូចម្ដេចអានឹងយើងមើលណាយើងវិភាគមើលស្ថានភាពវាកើតឡើងយ៉ាងម៉េចបាទឧទាហរណ៍អតិជនគាត់បង់លុយឲ្យយើង$1000ចុះបាទ$1000មុនសម្រាប់សេវាកម្មដែលយើងនឹងផ្ដល់ឲ្យគាត់នៅខែក្រោយឧទាហរណ៍ខែហ្នឹងខែ2អញ្ចឹងហើយគាត់បង់ឲ្យយើង$1000ក្នុងខែ2តែយើងនឹងផ្ដល់សេវាកម្មឲ្យគាត់នៅខែក្រោយគិតទីមើលបាទអញ្ចឹងសំណួរសួរតើវាជាចំណូលដែរទេគាត់ចង់សួរអញ្ចឹងណាអញ្ចឹងចម្លើយបាទចម្លើយដែលត្រឹមត្រូវគឺមិនមែនជាចំណូលភ្លាមនោះទេបាទវាគឺជាបំណុលបាទសំណួរសួរទៅទៀតថាហេតុអីបាទយើងគិតថាជាបំណុលតោះចឹងយើងស្វែងយល់បន្តពីព្រោះយើងមិនទាន់បានផ្ដល់សេវាកម្មឲ្យគេទេណាមានន័យថាយើងនៅតែជំពាក់សេវាកម្មរបស់អតិថិជនណាយើងអត់ទាន់បានផ្ដល់សេវាកម្មឲ្យគេផងហើយយើងគឺយកលុយគេបាទជាបំណុលហ្នឹងគឺយើងមិនផ្ដល់គេមកយកវិញថ្ងៃណាក៏បានដែរខ្ញុំចឹងបាទអញ្ចឹងក្នុងបញ្ជីគណនេយ្យយើងគេហៅថាវាជា unearned revenue ឬក៏ defer revenue ដែលថាចំណូលមិនទាន់បានសម្រេចឬក៏ចំណូលពន្យាអីចឹងទៅណាអញ្ចឹងនៅពេលណាដែលសម្រេចតោះឥឡូវយើងមើលផ្នែក3របៀបនៃការកត់ត្រាបន្តិចសិនមកណា journal entry ថ្ងៃដែលយើងទទួលប្រាក់យើងចុះហ្មងថ្ងៃដែលយើងទទួលប្រាក់ខែហ្នឹងខែ2យើងនិយាយខែចុះយើងទទួលប្រាក់គឺយើងប្រកាសជា debit cash ហើយ$1000ហើយ credit ហ្នឹងគឺ unearned revenue $1000គេថាសាច់ប្រាក់វាកើនឡើងប៉ុន្តែបំណុលក៏វាកើនឡើងដែរឃើញទេចូលយើងថាចំណូលនៅតាណាចង់ខ្ញុំឃើញបាទអញ្ចឹងនៅថ្ងៃទទួលប្រាក់យើងបានកត់ត្រាជាបំណុលទេឥឡូវយើងមកមើលផ្នែកបន្ទាប់ផ្នែក4ពេលដែលយើងផ្ដល់សេវាកម្មរួចណាពេលសេវាកម្មបានបំពេញរួចយើងចុះមិនបាទអាមុនមិញគឺយើងចុះ cash debit credit ជាមួយ unearned revenue ឥឡូវយើងបោះអា unearned revenue ហ្នឹងមកឃើញអាហ្នឹងពេលដែលយើងផ្ដល់សេវាកម្មរួចយើងបោះវាមកខាង debit វិញឲ្យវា settle ស្មើគ្នាទៅវាកាត់កងគ្នាវាលែងជាពាក់គេក្នុងបញ្ជីគណនេយ្យយើងណាបាទហើយ credit បាទ revenue ឬក៏ service revenue អញ្ចឹងទៅបាទហ្នឹងគឺជាពេលដែលយើងត្រូវទទួលស្គាល់ថាជាចំណូលណាបាទអញ្ចឹងអាហ្នឹងបានគេហៅថាវាខ្លាយជាចំណូលប្រកបហើយអញ្ចឹងយើងមើលផ្នែក4បន្តិចផ្នែក4ចងចាំងាយបាទគ្រូ note ឲ្យចងចាំងាយគឺថាទទួលប្រាក់មុនស្មើនឹងបំណុលផ្ដល់សេវាកម្មរួចវាស្មើនឹងចំណូលណាបានគេហៅថាចំណូលបាទអញ្ចឹងរបៀបនៃការកត់ត្រាពីលើដល់ក្រោមមិញគេហៅថាតាមប្រព័ន្ធគណនេយ្យ accrual
បាទ accrual basic accounting គណនេយ្យមូលដ្ឋានបង្គោលឃើញទេគឺយើងទទួលស្គាល់ចំណូលនៅពេលដែលចំណេញសេវាកម្មមិនមែនជាពេលដែលទទួលប្រាក់ទេឃើញទេប្រព័ន្ធគណនេយ្យគេសេណារីយ៉ូគេលើកឡើងអញ្ចឹងណាគឺយើងទទួលស្គាល់ចំណូលនៅពេលដែលបំពេញសេវាកម្មហើយលុយទោះបីគេឲ្យមុនឬឲ្យក្រោយឲ្យអីក្រោយឲ្យទៅផ្ដល់សេវាកម្មគឺយើងហៅថាចំណូលផ្ដល់សេវាកម្មរួចឥឡូវយើងមកមើលឧទាហរណ៍ជាក់ស្ដែងមួយមើលបាទបើយើងបើកចាំដុលបង្រៀនឲ្យសិស្សបងឲ្យយើង3ខែឧទាហរណ៍មួយខែ100 3ខែ300អញ្ចឹងណាអាលេខគុតឲ្យសួរគិតចោះអញ្ចឹងយើងមិនអាចកត់ទាំងអស់ជាចំណូលក្នុងខែដំបូងបានទេបាទត្រូវបែងចែកទៅតាមខែនីមួយៗព្រោះណាអញ្ចឹងឧទាហរណ៍យើងបរៀនពីខែ2ខែ3ខែ4អញ្ចឹងគឺបងឲ្យយើងភ្លាមយើងបើកបរៀនគេ3ខែគឺបងឲ្យយើង3ខែភ្លាមអញ្ចឹងយើងមើលគាត់ថាចំណូលក្នុងខែហ្នឹងខ្ញុំរកបាន300បាទអញ្ចឹងបើយើងនិយាយអញ្ចឹងប្រកាសជាខុសហើយក្នុងក្បួនគណនេយ្យអញ្ចឹងមានន័យថាខែ2គឺយើងរកបានតែ100ទេតែលុយចូល200ទៀតលុយជាពាក់ទេណាហើយបើយើងចូលខែ3យើងបរៀនគេជាប់ខែ3អាហ្នឹងចំណូលយើងបាន200ហើយបើខែ4យើងមិនបរៀនគេទេអាហ្នឹងឲ្យគេ100ទៅវិញទៅឃើញអាហ្នឹងជាបំណុលបើយើងថាបរៀនគេចប់អូខេអាហ្នឹងទួស្គាល់បាន100ក្នុងខែ4ហ្នឹងទៀតណាថ្មីបើលុយវាចូលមុន3ខែក៏យើងមិនចាត់ចូលជាចំណូលដែរខេយើងមើលសន្និដ្ឋានបន្តិចបើសិនជាយើងទទួលប្រាក់មុនវាមិនមែនជាចំណូលភ្លាមទេវាជាអីជាបំណុលរហូតដល់យើងនឹងផ្ដល់សេវាកម្មឲ្យគេរួចបាទអញ្ចឹងយល់នៅចំណុចនេះអញ្ចឹងយើងនឹងមិនច្រឡំក្នុងការធ្វើលំហាត់និងធ្វើការងារនៅក្នុងអង្គភាពក្រុមហ៊ុននៃទៀតឡើយណាអញ្ចឹងយើងលែងច្រឡំហើយអូខេអញ្ចឹងមានប៉ុណ្ណឹងហើយចាំមានសំណួរអាចចោទសួរមកគ្រូតនេះជួយឆ្លើយតទៅឲ្យណាហើយសំណួរខ្លះបើយើងចាវអីអានឹងសូមខន្តីអធិស្ឋានផងហ្នឹងហើយអរគុណច្រើន